ទាំងគំនូរខាងក្រោយនេះគឺជាទាំងគំនូរប្រាសាទព្រះវិហារបំផ្លាញដោយយន្តហោះបាញ់គ្រាប់បែករបស់ជនជាតិថៃឬក៏សៀមនេះបងប្អូនមើលបាទសួស្តីបងប្អូននេះគឺជាផ្ទាំងគំនូរមួយដ៏ធំនៅក្នុងខេត្តព្រៃវែងដែលបញ្ជាក់ពីការឈ្លានពានរបស់ថៃក្នុងការរើសអើងពូជសាសន៍ការបំផ្លាញសាសនាធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចបញ្ជាក់ថាការភ័យខ្លាចនៅក្នុងដិតជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរចាំមិនភ្លេចការឈឺចាប់របស់ប្រជាពលរដ្ឋយើងមើលទៅការបំផ្លាញរូបបដិមាព្រះវិស្ណុការបំផ្លាញសាលារៀនការបាញ់យន្តហោះគ្រាប់បែកលើប្រជាពលរដ្ឋនេះការបំផ្លិចបំផ្លាញដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរនេះគឺផ្ទាំងគំនូរនេះមើលទៅវាមានភាពរស់រវើកបញ្ជាក់ពីភាពឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជានៃមួយទៀតគឺជាផ្ទាំងគំនូរនៃការបំផ្លាញដោយយន្តហោះរបស់ជនជាតិថៃគឺបំផ្លាញទៅលើប្រាសាទរបស់ខ្មែរគឺប្រាសាទព្រះវិហារហើយប្រាសាទនេះគឺបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នេះគឺបាទសួស្តីបងប្អូនផ្ទាំងគំនូរមួយនេះគឺជាផ្ទាំងគំនូរប្រាសាទព្រះវិហារដែលមានទង់ជាតិអង្គការ UNESCO ត្រូវបានជនហោះជនជាតិថៃបាញ់គ្រាប់បែកបំផ្លាញខ្ទេចខ្ទីហើយនេះគឺជាផ្ទាំងគំនូរមួយដែលដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរចងចាំនៃការបំផ្លេចបំផ្លាញរបស់ជនជាតិថៃមកលើប្រទេសកម្ពុជាបំផ្លាញវត្ថុបុរាណប្រាសាទផ្សេងនៅក្នុងប្រទេសកម្ពុជាហើយមានអារម្មណ៍ថាឈឺចាប់ឈឺផ្សានឹងបងប្អូនមុននឹងសម្រេចចិត្តទិញរបស់សៀមរបស់ថៃគួរតែគិតពីបញ្ហាដែលបានកើតឡើងពីមុនមកនេះធ្វើមានភាពឈឺចាប់ឈឺផ្សាដិតនៅក្នុងខួររបស់ខ្មែរនេះយើងមើលទៅភាពឈឺចាប់ហើយផ្ទាំងនេះនៅស្ថិតនៅក្នុងកណ្ដាលក្រុងព្រៃវែងបងប្អូនដែលចង់មកលេងអាចមកទស្សនាបានគំនូរទាំងអស់នៅក្នុងខេត្តព្រៃវែងមានចំនួន4ផ្ទាំងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺផ្ទាំងគំនូរមួយនេះគឺមានព្រះសង្ឃបាន3អ៊ំស្រីហើយមានពេទ្យជួយសង្គ្រោះមានប៉ូលីសមានការបំផ្លាញដោយជនជាតិសៀមគឺបំផ្លាញរូបបដិមាព្រះវិស្ណុនៅផ្នែកខាងក្រោយនោះនិយាយរួមមកផ្ទាំងនេះដិតជាប់អារម្មណ៍យើងមើលទៅវាមានភាពរស់រវើកបង្ហាញពីភាពឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ